នេះគឺជាបញ្ហាមួយដែលធ្វើឲ្យ page ឬក៏ account របស់លោកអ្នកមិនទទួលបាន 2CM ឬក៏មិនទទួលបានការ invite ឲ្យរលុយដូចគេទាំងដែល account Facebook របស់លោកអ្នកឬក៏ page របស់លោកអ្នកហ្នឹងរីកល្អផ្ទុះល្អចានិយាយទៅគឺ follower ក៏ច្រើន engagement ក៏ច្រើន view ក៏ច្រើនល្បីហ្មងប៉ុន្តែរលុយអត់បានដោយសារតែមូលហេតុតូចមួយចំនួនដែលអ្នកមើលរំលងឥឡូវនេះ admin សុំយកចំណុចមួយមកសិននៅមានចំណុចផ្សេងទៀតដែល admin នឹងប្រាប់ដើម្បីការពារ page ឬក៏ account របស់លោកអ្នកឬក៏ឆ្នៃ page ឆ្នៃ account របស់លោកអ្នកហ្នឹងឲ្យអាចរកលុយបានដូចគេទៅថ្ងៃក្រោយចំណុចទី1ដែលយើងទាំងអស់គ្នាគួរតែដឹងគឺតាក់ទងទៅជាមួយនឹងការ share អញ្ចឹងសម្រាប់ account នេះគឺគាត់ជាប់ការ share ច្រើនខ្លាំងមែនតើប្រកាសតែនៅពេលដែលយើងបង្កើត account Facebook យើងអត់ដែលដឹងថាយើងចង់រកលុយថ្ងៃក្រោយទេយើងតែងតែ share វីដេអូគេគ្រប់គ្រងវីដេអូបងប្អូនដទៃទៀតចា share ទុកមើលអីទៅថ្ងៃក្រោយអីចឹងទៅឬក៏ share ចែកម្លែកទៅក្នុងក្រុមឬក៏ share ចែកម្លែកដើម្បីឲ្យបងប្អូនដទៃទៀតគាត់ទទួលបាននៅចំណេះដឹងទាំងអស់ហ្នឹងតាមរយៈការផុសវីដេអូរបស់ពួកគាត់ក៏ប៉ុន្តែក្នុងករណីនេះបើសិនជាយើងបង្កើត page បង្កើត account ទុកធម្មតាអីអត់អីទេប៉ុន្តែបើសិនជាយើងចង់បង្កើត page បង្កើត account ក្នុងករណីរលុយទៅថ្ងៃក្រោយ advertisement 2CM ឬក៏ page ឬក៏ account របស់យើងចង់លក់ដូរចាលក់ផលិតផលឬក៏ចង់ធ្វើឲ្យ page រីកល្អទទួលបានការបើកមើលឃើញអីអស់នេះគឺ account ដែលយើង turn on professional mode ឬក៏ account ដែលយើងយកទៅបង្កើត page ឬក៏ account ដែលយើងយកទៅកាន់ admin page គឺហាម share ណាមិនថា share វីដេអូយើងវីដេអូគេ share ចេញពី page យើងឬក៏ share ចេញពីអីទេគឺហាម share មិនថា share ទុកមើលឬក៏ share ទុក only me អីនោះទេគឺហាម share ព្រោះបើសិនជាលោកអ្នកទាំងអស់គ្នា share អាចនឹងជាប់បញ្ហាបែបនេះ this post going again our community standard of spam ចាំន័យថា page ឬក៏ account របស់លោកអ្នកហ្នឹងអាចនឹង spam ហើយ page ដែលលោកអ្នកបានគ្រប់គ្រងដល់ account នេះក៏ spam ដូចគ្នាដែរអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យ page របស់លោកអ្នកហ្នឹងមិនទទួលបានឱកាសរកលុយដូចគេសោះអញ្ចឹងផ្ទុះដែររីកដែរអីមើលទៅ engagement ច្រើនដែរ view follower ក៏ច្រើនប៉ុន្តែអត់ឃើញទទួលបាន 2CM សោះហើយពេលខ្លះទៀតនៅក្រៅប្រទេសទៀតថាអ្នកនៅក្នុងប្រទេសខ្មែរទៅថាអត់ eligible country ដែល admin បរទេសដាក់ VPN អីចឹងទៅចោះយើងនៅក្រៅប្រទេសនេះជាប់អញ្ចឹងដែរចាអានេះគឺជាការជាប់ spam បើយើងលុបចោលបានលុបទៅទោះបីជាទិន្នន័យចាស់ក៏ដោយវាលោតតាម memory ចាវាលោត achievement តាម memory អីប្រចាំឆ្នាំអីហ្នឹងបើលោតមកយើងចាប់ផ្ដើមលុបអាចាស់ហ្នឹងចោលទៅហើយបើសិនជាយើងចូលទៅលុបការ share បានយើងលុបទៅណាសម្អាត page របស់យើងឲ្យឈប់ share ចាបង្កើតបងសម្អាត account របស់យើងឈប់ share បន្តទៀតណាសំណប់ចិត្តទាំងអស់គ្នាដើម្បីការពារហានិភ័យទៅថ្ងៃក្រោយពួកយើងអត់ដឹងទេថា page ឬក៏ account របស់យើងហ្នឹងចង់រកលុយទៅថ្ងៃក្រោយអត់ទី1ទី2បើសិនជា account ហ្នឹងយកទៅកាន់ page ឬក៏យកទៅបង្កើត page ចាយើងគួរតែ add account ថ្មីដើម្បីជា admin កាន់ page ហើយយើងដក account ហ្នឹងចេញចាបើចូលថា account ហ្នឹងជាប់ spam ជាប់អីហើយទុកវា share ត្មងចាទុកវាលេងធម្មតាទុកវាធ្វើតបចាមើលគេមើលឯងហ្មងទៅចាដកវាចេញពី page ហ្មងមក account ចាស់បែបនេះគឺដកចេញពី page ទុកតែ account ថ្មីដើម្បីកាន់ page ឲ្យបានត្រឹមត្រូវទៅអាហ្នឹងទើបលេងមានផលវិបាកឬក៏លេងមានហានិភ័យអីដល់ page របស់យើងចាខ្ញុំសូមជំរាបជូនណាឈប់ share បន្តទៀតបើសិនជាលោកអ្នកចង់រកលុយថ្ងៃក្រោយហើយហ្នឹងក៏ជាបញ្ហាជាច្រើនដែលបងប្អូនជាច្រើនអ្នកបានជួបប្រទះដែរដោយសារអី page ក៏រីកល្អ account ក៏រីកល្អប៉ុន្តែគឺពន្យាពេលក្នុងការ invite ឬក៏អត់អាចទទួលបានឱកាសរកលុយដូចគេអញ្ចឹងហើយសូមក្រើនរំលឹកម្ដងហើយម្ដងទៀតឈប់យក account ដែលកាន់ page យកទៅ share ឬក៏ account ដែលយកទៅបង្កើត page ឈប់ share ឬក៏បើសិនជាយល់ល្អយើងគួរតែបង្កើត account មួយពីរទៀតដើម្បីយកជា admin យកទៅកាន់ page ហើយដក account ចាស់ៗនឹងចេញទៅបើសិនជា account ចាស់នឹងចូលតែ share ចូលតែជាប់ spam ជាប់អីហើយដើម្បីកុំឲ្យមានហានិភ័យដល់ page របស់យើងព្រោះអស់ហ្នឹងវាអាចធ្វើឲ្យ page របស់យើងជួបប្រទះជាមួយនឹងការ delay ឬក៏ការពន្យាពេលក្នុងការទទួលបាន 2CM ឬក៏អត់ទទួលបានឱកាសក្នុងការ invite 2CM ទេអញ្ចឹងជួយ share វីដេអូនេះបងប្អូនដទៃទៀតគាត់បានដឹងផងអូបញ្ជាក់ម្ដងទៀតបើសិនជា share page របស់ admin សូម share ជាមួយនឹង account ដែលមិនមែនជា account ដែលកាន់ page ឬក៏យកទៅបង្កើត page ណាដើម្បីការពារហានិភ័យរបស់បងប្អូនទាំងអស់គ្នាតួយ៉ាងទេនៅពេលដែលយើងបង្កើត account បង្កើត page ធម្មតាពីមុនយើងបង្កើតលេងតែឥឡូវយើងបង្កើតចង់បានលុយទៅអត់ចុះបើមានឱកាសរកលុយហើយទុកទៅអីចឹងហើយតោះយើងកែប្រែនិងកែសម្រួលវាឲ្យបានត្រឹមត្រូវតាមគោលការណ៍ទាំងអស់គ្នា